ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរនេះខ្ញុំលើកយករឿងពិតមួយរបស់លោកឪពុករបស់ខ្ញុំដែលគាត់មុននឹងចែកឋានទៅតើបងប្អូនជឿទេថាមនុស្សម្នាក់មុននឹងចែកឋានទៅគឺតែងតែរវើរវាយឃើញគេមកយកបើសម្រាប់នាងខ្ញុំគិតថាវាជារឿងពិតវាជាការពិតព្រោះម្ដាយរបស់ខ្ញុំមុនពេលចែកឋានទៅក៏ខ្ញុំនៅក្បែរគាត់ប៉ុន្តែក្នុងកំឡុងម៉ោងដែលគាត់ចែកឋាននឹងខ្ញុំអត់បាននៅក្បែរទេហើយលោកឪពុករបស់ខ្ញុំពេលដែលគាត់មុនពេលដែលគាត់ចែកឋានគឺខ្ញុំនៅក្បែរគាត់គឺខ្ញុំកាន់ដៃរហូតទាល់តែគាត់ផុតដង្ហើមបងប្អូនហើយខ្ញុំចង់សួរបងប្អូនថាសម្រាប់បងប្អូនដែលគាត់មានឪពុកម្ដាយឬក៏ចាស់ទុំឬក៏សាច់ញាតិរបស់គាត់មុនពេលស្លាប់ហើយគាត់នៅក្បែរសាច់ញាតិរបស់គាត់ឃើញដោយឪពុកម្ដាយរបស់ខ្ញុំឃើញដែរឬក៏អត់បើសិនជាឃើញមិនឃើញសូមបងប្អូនមើលវីដេអូនេះហើយសូមជួយខមមិនខាងក្រោមផងនាងខ្ញុំចង់ដឹងថាតើមានតែឪពុកម្ដាយរបស់នាងខ្ញុំឬក៏អ្នកដទៃដូចគ្នាដែរឥឡូវនាងខ្ញុំនិយាយអំពីរឿងម្ដាយរបស់នាងខ្ញុំជាមុនសិនម្ដាយរបស់នាងខ្ញុំគាត់ស្លាប់ក្នុងកំឡុងឆ្នាំ2003ចាគាត់ស្លាប់នៅក្នុងកំឡុងឆ្នាំ2003មុនពេលដែលគាត់ស្លាប់ពី2ថ្ងៃគាត់តែងតែនិយាយប្រាប់កូនថាគាត់ឃើញនេះគាត់ឃើញនោះឃើញយាយចាស់ម្នាក់ព្រោះមុខផ្ទះរបស់ខ្ញុំមានដើមអំពិលបារាំងធំគាត់ថាឃើញយាយចាស់ម្នាក់ហើយឃើញមានមនុស្សប្រុសមានខ្មៅធំស្លៀកឈុតខ្មៅចុះមកពីលើដើមអំពិលបារាំងហ្នឹងចុះមករកគាត់ហើយយាយហ្នឹងតែងតែមកទាញដៃគាត់ទៅជាស្រ័យបងប្អូនយាយហ្នឹងតែងមកទាញដៃគាត់ឲ្យទៅជាមួយហើយម្ដាយរបស់នាងខ្ញុំគាត់បញ្ជាក់ថាយាយហ្នឹងមានមុខគាត់ស្បែកដូចសបកអំពិលបារាំងចឹងបងប្អូនដែលឃើញអំពិលបារាំងបងប្អូនខ្លះស្គាល់បងប្អូនភាគច្រើនស្គាល់បងប្អូនខ្លះដែលគាត់នៅទីក្រុងប្រហែលជាគាត់អត់សូវស្គាល់គឺដូចថាស្បែកមុខគាត់ដូចសបកដើមអំពិលបារាំងចឹងមានន័យថាគួរខ្លាចហើយភ្នែកកឡែតហើយមនុស្សប្រុសពី3នាក់ទៀតដែលមកតាមយាយហ្នឹងគឺមានធំខ្មៅហើយស្លៀកឈុតខ្មៅទៀតនឹងគាត់បញ្ជាក់ចឹងគាត់ប្រាប់កូនអញ្ចឹងប៉ុន្តែកាលនោះជំនាន់នោះពួកខ្ញុំនៅរៀងក្មេងស្ទើរមិនសូវជាចាប់អារម្មណ៍ទេគាត់តែដឹងថាវាជាប្រផ្នូលមិនល្អចឹងហើយពួកនាងខ្ញុំប្រុងប្រយ័ត្នណាស់ដែរដាក់វេនគ្នាមើលម្ដាយមកជប់មើល2នាក់យាម2នាក់អញ្ចឹងប៉ុន្តែថ្ងៃដែលម្ដាយរបស់នាងខ្ញុំស្លាប់ហ្នឹងគឺមិនមែនជាវេនរបស់នាងខ្ញុំយាមទេចាប៉ុន្តែគឺគាត់យកសពមុនពេលដែលគាត់ចែកឋានគាត់យកសពឃើញយាយនឹងរាល់ថ្ងៃតែម្ដងដែលមកយកគាត់មកររួមគាត់មកទាញដៃទាញជើងរបស់គាត់ហ្នឹងដល់ហើយទៅកូនក៏នាំគ្នានិយាយថាយាយឯងហ៊ានតែមកអញកាប់ឲ្យងាប់អញ្ចឹងយាយឯងហ៊ានតែមកអញកាប់ឲ្យងាប់កុំមកញ៉ៃម៉ែអញអីចឹងពួកយើងនៅក្មេងប៉ុន្តែថ្ងៃដែលម្ដាយរបស់នាងខ្ញុំចែកឋានហ្នឹងបងប្អូនម្ដាយរបស់ខ្ញុំគាត់ដឹងមុនណាធម្មតាមនុស្សចាស់តែគាត់មុននឹងផុតដង្ហើមគឺគាត់ដឹងមុនខ្ញុំជឿជាក់ 100% ថាគាត់ដឹងមុននឹងសម្រាប់អ្នកស្លាប់ដោយសារជំងឺអ្នកស្លាប់គេថារិញរីឈឺស្កាត់អីឬក៏ចាស់ជរាអីចឹងនាងខ្ញុំគិតថាគឺសិតតែគាត់ដឹងមុនហើយថាគាត់ចិត្តនឹងស្លាប់ហើយប៉ុន្តែសម្រាប់បងប្អូនដែលគាត់មានបញ្ហាស្លាប់ដោយសារគ្រោះថ្នាក់អីផ្សេងអានឹងនាងខ្ញុំអត់ដឹងទេនាងខ្ញុំអត់ដឹងថាពួកគាត់ដឹងមុនឬក៏អត់ប៉ុន្តែសម្រាប់បងស្រីរបស់នាងខ្ញុំក៏នាងខ្ញុំគិតថាគាត់អាចដឹងមុនដែរពួកបងស្រីរបស់នាងខ្ញុំគាត់បានគ្រោះថ្នាក់ចរាចរណ៍ស្លាប់ប៉ុន្តែឥឡូវខ្ញុំសូមនិយាយរឿងម្ដាយសិនបងដល់វេនបងស្រីរបស់នាងខ្ញុំគាត់នៅយាមម្ដាយ
hai bên nâng mà đài quạt ở kênh chật mà đài bỏ nhầm chẳng á nơi không vô sọp bỏ quạt nâng á là biết nếu khi mình cứ thay vô sọp với chỉ men tên bàn tay còn thắt mấy là biết thay cái máu anh ấy tam chấm nửa bỏ nhau mày là biết thay cái máu chẳng cái đại cái thơ mấy cái sản đom quạt kênh lụ rồi có đăng hai ngợp mà chui mà đài ăn cao chẳng á bông sấy nhom đài quạt lưng quạt slap hai quạt cua hạ chả trò bàn tay về nó quạt được kênh chân mà đài và quạt khơi dây nâng một cái đăng đôi sờ bọ đào bờ răng chẳng dây nó cho mà tiền mà đài nhom tơ mền hay on cái bị bệnh nhẹ tiệt mà tiền quạt tơ hay bông sấy nhom nó quạt phi diêm quay bàn tay tập cho môi dây nó trao đong hai tay mà đong nó quạt bay ở nè quạt bay ở nè nước nông vô sọp nó có tha mơ tới dây nó cứ cọ khlang này liên hai bay một càng hay pre tiệt tập chia riêng vay và tay và tọp đai bàn tay ở nè hai pe để quạt đằng luôn cứ mà đai bằng những nhóm cứ bàn phật hài và ta bông ồn mà nước chá mà đai bằng nhóm smart ở đây rằng nè pe để thà pe là nghiệt ngày cho nắm pe là nghiệt thỏm ra phụ dương đá lên nửa vọt bàn tay nhóm môn đằng nhóm tranh tàu vọt á trên ta đá lên khi mẹ rò mùi than trẻ ôi ngày nó ở trong tàu tề bàn tay vì mình men chỉ viên bỏ dương hay ngày cho nắm tiết dương từ lên tàu bàn tay bỏ sân chỉ mai khoát mà mắt có dương nơi đây nó cả rong bao dương cho ai mai khoát dương thay công tơ con ta mà mắt nó cứ dương nơi rồi cái quạt khoát con sầm lăng dương tàu tập khoát tôi này bàn tay môn nằng dương từ lên bọn nó quạt sông coi phơi bỏ dương con cứ quạt sông coi phơi từng np là nghiệt môn nằng quạt slap cứ quạt sông coi phơi từng hai quạt và bạn nó không luôn nó bóng ở mặt đây bọn nên nhóm nữa quạt và bạn nó không luôn nữa cái thà là việc thà mình được slow chó nhóm có cọc cho lại quạt bóng ổn quạt đau nông luôn quạt đau khăng men tên mà đó thà dương tiếp tới trong rồi tha cho là lĩa hai quạt tay tại chạ tật dương tay tại chạ tật ngút ở quạt đo từng ngày chứ ở quạt đau dương chạ tật này đỏ pe dương cọc chó đó còn đạch bằng tía đó bông ổn hô chim màu tam đạch bằng tít này chim lằng riêu đôi tập màu hô chim màu hay nông khuôn có cứ bông thật đại khẳng dưới thế quạt đăng khuôn ai thật quạt mình ai nơi ruột mơ thai cồn bàn có xong coi phơi cồn mà nè mà đồ hai pe đặt nhom tranh từ lên quạt nó cứ quạt sầm lăng nhom to tại đại cái tôi này dương có sần lo mà đai đây bàn tay cho thà hai đấy mình quạt của roàng ai quạt chư bông ôn mà bị quạt chư chẳng pi từng đọc cho năm hay bàn quạt chạy than chẳng đọc pin chẳng tới dương cứ tha việc ngày na còn chắc bàn tay còn thang ngày nó lại rong bảo dương dọn tròn tới bàn tay quạt tay dương nơi khmer dương thật ca từ lên bọt khmer nhé bàn tay quạt xong coi phơi con cục nè đọc pe chẳng pe dục cứ quạt thọt đằng hàng pe dục cứ quạt thọt đằng hàng nâng mà đàiរបស់នាងខ្ញុំប៉ុន្តែមកដល់ឪពុករបស់នាងខ្ញុំម្ដងឪពុករបស់ខ្ញុំមុនពេលដែលគាត់ចែកឋានក្នុងរយៈពេល 2-3 ថ្ងៃដែលគាត់អាចនៅដឹងខ្លួនគាត់អាចនិយាយបានអញ្ចឹងបងប្អូនពេលហ្នឹងគាត់បានមកមើលមកមាយខ្ញុំគឺខ្ញុំស្រឡាញ់ឪពុករបស់ខ្ញុំខ្លាំងណាស់ដោយសារឯកាលម្ដាយខ្ញុំអត់ទាន់ដឹងអ្វីច្រើនអញ្ចឹងហើយដូចថាវាស្រឡាញ់មើលថែគាត់ដែរប៉ុន្តែវាអត់បានដូចឪពុកដោយសារឪពុកយើងដឹងហើយថាអូយើងបាត់បង់ម្ដាយមួយហើយដោយសារវាកតាអ្វីខ្លះអញ្ចឹងយើងសោកស្ដាយអញ្ចឹងហើយយើងជាមួយឪពុកយើងកុំឲ្យសោកស្ដាយយើងប្រឹងមើលថែគាត់បំរើគាត់ឲ្យអស់ពីចិត្តតែម្ដងព្រោះយើងធ្លាប់មានវាបដិសេរីជាមួយម្ដាយម្ដងហើយអញ្ចឹងខ្ញុំនៅក្បែរគាត់រហូតបងប្អូនណាខ្ញុំនៅភ្នំពេញហើយខ្ញុំថាខ្ញុំទៅផ្ទះព្រោះខ្ញុំមកខ្ញុំត្រូវការយកលុយតុងទីនឲ្យគេសងគេអញ្ចឹងកុំឲ្យគេថាយើងមិនមកយើងត្រូវយកលុយតុងទីនឲ្យគេហើយបងប្អូនខ្ញុំគាត់សងកាទៀនឲ្យឪពុករបស់ខ្ញុំនៅស្រុកឪពុករបស់ខ្ញុំគាត់និយាយឡើងចង់រួចប៉ុន្តែគាត់ខលមកខ្ញុំគាត់ឲ្យគេចុចខ្ញុំក៏សួរថាខ្ញុំទៅតន់គាត់អត់គាត់ចង់មានន័យថាយើងទៅតន់ដង្ហើមគាត់អត់ហើយយើងប្រាប់ថាពុកខ្ញុំទៅតន់ខ្ញុំកំពុងតែរៀបចេញទៅពុកឯងចាំខ្ញុំទៅឥឡូវហើយ
គាត់ចាំខ្ញុំមែនណាបងប្អូនណាសម្រាប់ឪពុកម្ដាយគេថាចាំកូនមកដល់ឬក៏កូនណាដែលគាត់ស្រឡាញ់ជាងគេគឺគាត់ចាំបងប្អូនឲ្យតែខ្ញុំនិយាយរឿងឪពុករបស់ខ្ញុំគឺខ្ញុំតែងតែយំតែងតែស្រក់ទឹកភ្នែកហើយរឿងរបស់នាងខ្ញុំយកមកនិយាយគឺជារឿងពិតមិនមែនជារឿងប្រឌិតដើម្បីតាក់ទាញចំណាប់អារម្មណ៍ទេហើយរឿងនេះផងដែរនាងខ្ញុំគ្រាន់តែឆ្ងល់ចង់ឲ្យបងប្អូនទាំងអស់គ្នាដែលមានសាច់ញាតិធ្លាប់នៅក្បែរសាច់ញាតិឪពុកម្ដាយបងប្អូនដែលគាត់មុននឹងចែកឋានហ្នឹងគាត់ដូចឪពុកម្ដាយរបស់ខ្ញុំដែរឬក៏អត់ឃើញគេមកយកអញ្ចឹងណាចឹងបងប្អូនសូមជួយខមមិននៅក្រោមវីដេអូរបស់នាងខ្ញុំផងប្រាប់ព្រោះនាងខ្ញុំចង់ដឹងខ្លាំងមែនតើពេលដែលគាត់ខលមកខ្ញុំនិយាយថាខ្ញុំទៅតន់គាត់អត់ខ្ញុំក៏ប្រាប់គាត់ថាខ្ញុំទៅតន់ពុកចាំខ្ញុំផងខ្ញុំនឹងទៅតន់ពេលហ្នឹងគាត់សម្រាននៅលើប៉ៅអីគេហៅហងទេបងប្អូនស្គាល់ហើយហងទេគាត់នៅសម្រានស្ដាប់ធម៌នៅលើហងទេហ្នឹងបងអូនក៏បងធ្វើកម្មវិធីសង្ឃទានជូនគាត់នាងខ្ញុំគ្រាន់តែនាងខ្ញុំទៅដល់នាងខ្ញុំរត់ទៅរកគាត់នាងខ្ញុំខ្សឹបដាក់កាជាគាត់បើកភ្នែកឡើងរួចហើយនាងខ្ញុំកសឹបដាក់កាជាគាត់ប្រាប់ថាពុកខ្ញុំមកដល់ហើយគ្រាន់តែលឺថាខ្ញុំខ្សឹបដាក់កាជាគាត់ថាពុកខ្ញុំមកដល់ហើយគាត់សប្បាយចិត្តទាភាសាទឹកភ្លាមខ្ញុំក៏បានយកទឹកភាសាជូនគាត់យកទឹកឲ្យគាត់ភាសាឲ្យគាត់ថាគាត់ចង់ចូលក្នុងសម្រាប់នាងខ្ញុំក៏រុញគាត់មកនៅក្នុងបន្ទប់ពេលហ្នឹងបងប្អូននាងខ្ញុំមានកូននៅក្នុងពោះ2 ខែហើយនាងខ្ញុំមានផ្ទៃពោះ2 ខែហើយនាងខ្ញុំរុញគាត់មកហើយនាងខ្ញុំលើកគាត់ដាក់លើគ្រែនាងខ្ញុំលើកគាត់ដាក់លើគ្រែក៏គ្រាន់តែលើកដាក់លើគ្រែហើយគឺគាត់ចាប់ដើមន័យថាគេថាបាត់វិញ្ញាណធំនៅតែវិញ្ញាណតូចបងប្អូនខ្ញុំជឿព្រោះខ្ញុំអ្នកមើលថែគាត់តល់គឺខ្ញុំកាន់ដៃគាត់តតែគាត់ផុតដង្ហើមពេលហ្នឹងតែគាត់និយាយថាគាត់នៅនិយាយរួចម្ដងអញ្ចឹងគាត់និយាយថាតឡងគាត់អញ្ចឹងគាត់ហៅឈ្មោះតឡងគាត់ថាមកយកអង្គរៈមកច្រើនម៉េះសិតតែឈុតខ្មៅពាក់វ៉ែនតាខ្មៅទៀតមៀតធំសបល់ខ្មៅឈុតស្រៀកឈុតខ្មៅហើយពាក់វ៉ែនតាខ្មៅទៀតហើយឈុតរបៀបថាអាហ្នឹងគាត់ឃើញគាត់ថារបៀបឈុតអង្គរៈគឺគាត់មកមើលមកមាយមិនតន់សម្រានទេតែឃើញគាត់ឃើញហ្មងគាត់អត់តន់សម្រានទេគាត់ដល់យើងគាត់ឲ្យយើងលើកឡើងអង្គុយគឺខ្ញុំតាមចិត្តគាត់ទាំងអស់ខ្ញុំលើកគាត់ឡើងអង្គុយដល់ពេលគាត់និយាយអញ្ចឹងម្ដងឃើញនៅប្អួយអាតាមប្អួយក៏មានអាតាមចិត្តចូលតាមទ្វារក៏មានខ្ញុំក៏និយាយប្រាប់ខ្ញុំដឹងព្រោះខ្ញុំធ្លាប់ម្ដាយម្សាហើយខ្ញុំដឹងក៏ខ្ញុំនិយាយថាពុកមិនបាច់ភ័យទេខ្ញុំនៅនឹងពុកឯងកុំខ្លាចបើណាហ៊ានមកញ៉ៃមកពុកឯងខ្ញុំកាប់វាទៅទាំងអស់ប៉ុន្តែនៅក្នុងចិត្តយើងណាយើងអស់លីងហើយឃើញប៉ុណ្ណឹងយើងគិតថាគាត់មិនអាចនៅបានទេព្រោះយើងមានបទពិសោធន៍ជាមួយម្ដាយយើងហើយពេលហ្នឹងយើងនឹកឃើញក្នុងចិត្តអាពាក្យដែលយើងនិយាយឲ្យពុកយើងឮយើងថាពុកមិនបាច់ភ័យទេខ្ញុំនៅនឹងហើយពុកឯងមិនបាច់ខ្លាចទេអាណាមកញ៉ៃមកពុកឯងខ្ញុំកាប់វាងាប់ឲ្យអស់ដល់ពេលហើយយើងធ្វើទាញកបាត់ទាញអីមកឲ្យគាត់មានអារម្មណ៍ថាគាត់កក់ក្ដៅនៅក្នុងចិត្តណាព្រោះគាត់អត់ចង់ទៅចោលកូនទេគឺកូនគាត់ស្រឡាញ់ទាំងអស់ប៉ុន្តែខ្ញុំគាត់បារម្ភជាងគេដោយសារខ្ញុំមានបញ្ហាច្រើនជាងគេអញ្ចឹងគាត់បារម្ភពីខ្ញុំជាងគេហើយចៅដែលគាត់ស្រឡាញ់ជាងគេនឹងបារម្ភជាងគេគឺកូនប្រុសរបស់ខ្ញុំចឹងហើយយើងដឹងថាយើងនឹងបាត់បង់គាត់ហើយព្រោះយើងធ្លាប់មានបទពិសោធន៍ជាមួយម្ដាយហើយប៉ុន្តែនៅក្នុងចិត្តយើងបន់ស្រន់ណាយើងថាបើសិនជាពួកអ្នកមកយកពុកខ្ញុំសុំកុំអាលយកអីសុំទុកពេលវេលាឲ្យគាត់នៅជាមួយពួកខ្ញុំឲ្យបានច្រើនតិចមកព្រោះខ្ញុំមានតែខ្ញុំនៅតែឪពុកទេខ្ញុំអត់មានម្ដាយទេពេលហ្នឹងយើងនិយាយអញ្ចឹងយើងបន់ស្រន់យើងបន់នៅក្នុងចិត្តអញ្ចឹងប៉ុន្តែអាកបិតក៏យើងយកមក
យើងឲ្យគាត់កក់ក្ដៅនៅក្នុងចិត្តយើងយកមកឲ្យយើងនិយាយថាចាំមើលអាណាហ៊ានចុះមកតាមប្អួយក្អាញ់កាប់តាមទ្វារអញកាប់ដែរចាំមើលអាណាហ៊ានមកញ៉ៃមួយពុកអញចាំមើលអត់បានយើងនិយាយអញ្ចឹងបងប្អូនហើយយើងបន់ស្រន់នៅក្នុងចិត្តយើងដឹងហើយយើងបន់ស្រន់អាខាងក្រៅយើងជេរយើងធ្វើអីអញ្ចឹងឲ្យគាត់កក់ក្ដៅប៉ុន្តែក្នុងចិត្តយើងបន់ស្រន់ទៅអញ្ចឹងក៏ស្ងាត់បានប្រហែលជាកន្លះថ្ងៃបានឃើញទៀតយើងនិយាយជាមួយគាត់អញ្ចឹងហើយយើងព្យាយាមថាដេញចុះដេញឡើងអញ្ចឹងហើយយើងបន់ស្រន់នៅក្នុងចិត្តទៀតមកយប់ហ្នឹងគាត់អត់ឃើញអីទេដល់ពេលស្អែកឡើងដល់ថ្ងៃអន្សាររបស់គាត់ហ៎បងប្អូនខ្ញុំព្យាយាមបញ្ចុកទឹកបបរគាត់អត់ហូបនិយាយទៅដាក់អីឡើងចូលបងប្អូនប៉ុន្តែចេះនាងខ្ញុំនិយាយរឿងច្រាលឈាមមុននឹងគាត់ដេកដួលដែលលែងដឹងខ្លួនគាត់រស់ដោយសារសេរ៉ូមគឺនាងខ្ញុំចាក់សេរ៉ូមឲ្យគាត់ប្អូនខ្ញុំក៏ចាក់ខ្ញុំក៏ចាក់ប៉ុន្តែមុននឹងគាត់ចែកឋានទៅ2ថ្ងៃហ្នឹងគឺយើងចាក់សេរ៉ូមអត់ចូលទេបងប្អូននេះគឺជាបទពិសោធន៍របស់នាងខ្ញុំពេលដែលនាងខ្ញុំចាក់សេរ៉ូមឲ្យគាត់គេថាមនុស្សស្លឈាមចិត្តស្លាប់ឈាមវារត់អត់ស្មើវារត់ប្រច្រាស់ទៅប្រច្រាស់មកបងប្អូនគឺពេលដែលនាងខ្ញុំចាក់សេរ៉ូមឲ្យគាត់ចាក់លែងចូលគឺឈាមបាញ់មកតាមសេរ៉ូមវិញធម្មតាយើងចាក់សេរ៉ូមទៅតែយើងបើកយើងមួលកលឹះនេះសេរ៉ូមហ្នឹងនៅខ្សែសេរ៉ូមហ្នឹងអាសាច់សេរ៉ូមហ្នឹងអាទឹកសេរ៉ូមហ្នឹងវាហូរទៅចូលក្នុងសាច់ឈាមមនុស្សប៉ុន្តែសម្រាប់ឪពុករបស់ខ្ញុំពេលវេលាចុងក្រោយរបស់គាត់គឺនាងខ្ញុំព្យាយាមចាក់សេរ៉ូមឲ្យគាត់បងប្អូនចាក់ 4-5 កន្លែងបងប្អូនហើយចាក់ទៅគឺឈាមបាញ់មកតាមសេរ៉ូមនឹងវិញចាក់ឡៃណាក៏ឈាមបាញ់មករកសេរ៉ូមនឹងវិញយើងក្នុងចិត្តយើងអស់សង្ឃឹមហើយនិយាយទៅយើងមិនមែនចេះពេទ្យទេប៉ុន្តែយើងធ្លាប់មើលថែម្ដាយធ្លាប់មើលថែឪពុកឈឺរាប់ឆ្នាំយើងចេះចាក់សេរ៉ូមចាក់ថ្នាំជូនគាត់ហើយបងប្អូនគឺមកឈាមបាញ់មកតាមសេរ៉ូមនឹងវិញនាងខ្ញុំនឹកឃើញក្នុងចិត្តពេលហ្នឹងនាងខ្ញុំចង់ស្រែកយំប៉ុន្តែប្រឹងទប់កុំឲ្យគាត់ភ័យធម្មតាយើងអ្នកចាក់ឲ្យគាត់តែយើងឃើញអញ្ចឹងហើយបើថាយើងមិនទប់អារម្មណ៍ខ្លួនឯងឲ្យបានទៀតគឺគាត់សម័យខ្លួនមិនដឹងគាត់ភ័យយ៉ាងណាព្រោះគាត់អត់ចង់ស្លាប់ទេគាត់ចង់ស្លាប់ចូលកូនចៅទេចឹងហើយព្យាយាមទប់ហើយគេថាឪពុកម្ដាយពេលឪពុកម្ដាយស្លាប់បើអាចយំមិនឲ្យលឺសំឡេងបានណាកុំយំឲ្យលឺសំឡេងពីព្រោះគាត់លឺសំឡេងគាត់នៅអាឡោះអាឡៃមិនគាត់នៅអាឡោះអាឡៃគាត់មិនទៅចាប់ជាតិទេពេលដែលស្លាក់សេរ៉ូមលេងចូលគឺគាត់ចាប់ដើមអស់កម្លាំងគាត់លែងដឹងខ្លួនរាល់ដងថាប្រហែលថ្ងៃហ្នឹងគាត់រស់ដោយសារសេរ៉ូមមួយរយៈក្រោយហ្នឹងចូលសេរ៉ូមសាច់សេរ៉ូមកម្លាំងសេរ៉ូមអីចឹងដាក់ធ្វើឲ្យគាត់មានកម្លាំងគឺគាត់ប្រសាលែងកើតហើយបានទឹកបបរតិចគាត់អត់ព្រមប្រសាគាត់អត់ហើបមាត់តែហ្មងពេលដែលគាត់និយាយលែងរួចយើងទឹកសឹកដាក់ខ្ជាថាពុកប្រសាបបងតិចទៅពុកយើងមើលអស់ពេទ្យហើយពេទ្យចុងក្រោយគឺយើងទៅខាងវៀតណាមយើងមើលនៅស្រុកខ្មែរអស់ណាពេទ្យចុងក្រោយទៅវៀតណាមយើងថាយកគ្រូខ្មែរមកម្ដងថាពុកភាសាមានកម្លាំងទៅគ្រូដែលគេល្បីថាមើលជាហ្នឹងឥឡូវគាត់មកចិត្តដល់ហើយយើងបញ្ចុកគាត់ឆ្លើយមួយម៉ាត់គត់ពេលវេលាដល់ចុងក្រោយដល់គឺនៅដែលខ្ញុំឮសំឡេងរបស់គាត់អាចឆ្លើយឆ្លងជាមួយខ្ញុំបានតែគាត់បើកភ្នែករួចឮតែហើយគាត់ហើបមាត់យើងច្រកទឹកបបរបានតែមកស្ព្រាហ្នឹងគាត់លែងដឹងខ្លួនប៉ុន្តែគាត់ថាគាត់អត់ទាន់ផុតដង្ហើមហើយខ្ញុំកាន់ដៃរបស់គាត់គឺខ្ញុំក្តាប់ដៃរបស់គាត់ឡើងជាប់ព្រោះខ្ញុំដឹងថាគាត់ភ័យខ្លាចគាត់ក៏ក្តាប់យើងដែរភ័យបើគាត់បើកភ្នែកមិនរួចគាត់និយាយមួយយើងមិនរួចប៉ុន្តែដៃគាត់ក្តាប់យើងជាប់បងប្អូនណាស្មាតទោសសូម្បីតែខ្ញុំចង់បត់ជើងតូចក៏ខ្ញុំមិនអាចឡើងចោលគាត់ហើយពេលដែលគាត់រវើរវាយបន្តិចគាត់ឡើងអង្គុយបន្តិចគាត់ចង់សម្រានបន្តិចគាត់ចង់អង្គុយបងប្អូនខ្ញុំដឹងថាពេលហ្នឹងបងប្អូនគាត់នៅក្នុងបន្ទប់ទេគឺគាត់ចូលធម្មតាកម្មវិធីបុណ្យនៅក្នុងគ្រួសារមួយតែងតែមានកម្មរៀបចំបែបនេះបែបនោះពួកគាត់ចេញទៅក្រៅវិញហូបបាយ
អ្នកខ្លះហូបបាយអ្នកខ្លះរៀបចំស្អីចឹងហើយខ្ញុំមានកូននៅក្នុងពោះហើយខ្ញុំតែម្នាក់ឯងគាត់ដែលខ្ញុំនឹងអង្គុយមើលគាត់នឹងហើយខ្ញុំដឹងទៀតថាបើសិនជាខ្ញុំលើកគាត់គឺកូនក្នុងពោះខ្ញុំអត់នៅទេប៉ុន្តែខ្ញុំនឹកឃើញក្នុងចិត្តថាដែលខ្ញុំបំពេញបំណងគាត់បានគឺជាពេលវេលាចុងក្រោយអញ្ចឹងគាត់ចង់អង្គុយគឺខ្ញុំលើកគាត់អង្គុយគាត់ចង់សម្រានគឺខ្ញុំលើកគាត់ឲ្យសម្រានបងប្អូនលោកឪពុករបស់ខ្ញុំគីឡូគាត់ជាងចិត្តគឺខ្ញុំលើកគាត់ទៅមកមានអ្នកគេប្រាប់ថាលើកប្រយ័ត្នប៉ះពាល់កូនគឺខ្ញុំដឹងច្បាស់ថាកូនខ្ញុំអត់នៅទេប៉ុន្តែធ្វើម៉េចពេលវេលាចុងក្រោយរបស់ខ្ញុំដែលខ្ញុំអាចបំពេញបំណងគាត់បានពេលវេលាដែលខ្ញុំអាចបម្រើគាត់បានគឺជាពេលហ្នឹងគឺជាពេលវេលាចុងក្រោយគឺនេះខ្ញុំលើកគាត់ចុះឡើងបងប្អូនហើយពេលដែលគាត់ផុតដង្ហើមគឺខ្ញុំក្តាប់ដៃគាត់ឡើងណែនហើយគេឲ្យថាឲ្យសូត្រធម៌ពុទ្ធោយើងសូត្រដាក់កជីគាត់ហើយតាអាចារ្យក៏មកសូត្រធម៌ពុទ្ធោចឹងរហូតខ្ញុំនិយាយទៅខ្ញុំក្តាប់ដៃគាត់ឡើងណែនហើយខ្ញុំសូត្រធម៌គេឲ្យសូត្រអីសូត្រនឹងខ្ញុំមិនចាំថាស្អីខ្លះទេខ្ញុំព្យាយាមខ្សឹបដាក់កជីគាត់គេថាខ្សឹបដាក់កជីគាត់បានគាត់លឺចឹងព្រោះគាត់ពេលហ្នឹងហឹងកជីហៀងអីទៅអស់ហើយប៉ុន្តែគាត់ថាដង្ហើមអត់ទាន់ផុតគេថានៅដកចកាមនគឺខ្ញុំព្យាយាមសូត្រគឺនេះខ្ញុំសូត្រធម៌សូត្រអីដាក់កជីតាអាចារ្យប្រាប់គឺនេះខ្ញុំសូត្រចឹងឲ្យតាអាចារ្យប្រាប់ថាបើស្រឡាញ់គាត់កុំយំឲ្យលឺសំឡេងកុំយំឲ្យគាត់លឺឲ្យសោះបើសិនជាគាត់លឺសំឡេងអាវិញ្ញាណគាត់អាព្រលឹងគាត់ដែលថាចិត្តផុតដង្ហើមហ្នឹងគឺគាត់ទៅហើយគឺគាត់អត់គាត់វិលវល់គាត់អត់ទៅចាប់ជាតិទេអញ្ចឹងនេះខ្ញុំប្រឹងទុកតតែគាត់ផុតដង្ហើមថាទោះពេលដែលគាត់ផុតដង្ហើមគឺគាត់សម្រានផ្អៀមអញ្ចឹងតាចាប្រាប់ថាគាត់ទៅយ៉ាងម៉េចស្រួលឲ្យគាត់ទៅអញ្ចឹងទៅចាំគាត់ផុតចាំយើងលើកគាត់យកមកដាក់ឲ្យបានស្រួលបួលត្រឹមត្រូវអញ្ចឹងឲ្យគាត់ទៅតាមសម្រួលរបស់គាត់ទៅអញ្ចឹងគាត់សម្រានផ្អៀងមករើខ្ញុំគាត់កាន់ដៃខ្ញុំជាប់គាត់ក្តាប់ខ្ញុំជាប់តែម្ដងហើយខ្ញុំក៏ក្តាប់គាត់ថាបងប្អូនឈឺចាប់ណាស់បងប្អូនហើយនៅកាន់ដៃឪពុករបស់ខ្លួនឯងដែលរៀបផុតដង្ហើមដល់ចកាមនចង់ជួយប៉ុន្តែមិនដឹងជួយតាមវិធីណាគឺក្រំគ្រាខ្លាំងមែនតើមើលបបាក់ខ្លាំងដែរថាมันអាចបរិយាយបានបបាក់ខ្លាំងណាស់ហើយខ្ញុំបងប្អូនខ្ញុំគោរពស្រឡាញ់លោកឪពុករបស់ខ្ញុំណាស់ពេលដែលខ្ញុំចេញដំណើរទៅណាខ្ញុំថ្វាយអង្គមគាត់ពេលដែលខ្ញុំចូលមកដល់ផ្ទះវិញខ្ញុំថ្វាយអង្គមគាត់គឺខ្ញុំស្រឡាញ់និងគោរពគាត់ខ្លាំងមែនតើហើយខ្ញុំសោកស្ដាយណាស់ក្នុងការបាត់បង់គាត់សោកស្ដាយខ្លាំងមែនតើហ្មងតែมันអាចអ្វីដែលសំខាន់ថាអាណិតខ្លាំងណាស់ឃើញដកឆ្កាមន់ពិបាកតែយើងមិនអាចជួយគាត់បានយើងមិនអាចជួយគាត់បានពិបាកណាស់បងប្អូនពេលដែលគាត់ផុតភ្លាមគាត់តាចាស់ថាគាត់ផុតហើយខ្ញុំក្តាប់ដៃគាត់ថាខ្ញុំយំឡើងចង់ស្លាប់ប៉ុន្តែអត់ឲ្យលឺសំឡេងសូម្បីតែមួយក្អឹកសូម្បីតែកូនប្រុសខ្ញុំប្រាប់គាត់ថាកូនបាច់កុំយំឲ្យតាលឺកូនយំទៅប៉ុន្តែកូនទប់សំឡេងប៉ុន្តែក្មេងគាត់ទប់បានប៉ុន្តែយើងទប់បានណាយើងព្យាយាមអត់ស្រែកតែខ្ញុំនៅក្រាបកាន់ដៃគាត់ក្រាបនៅក្បែរសពគាត់ហ្នឹងគឺខ្ញុំក្រាបយំឡើងញ័រខ្លួនអស់ហើយប៉ុន្តែមិនឲ្យលឺសំឡេងទេដោយសារខ្ញុំដឹងថាគាត់បារម្ភពីខ្ញុំនិងកូនខ្ញុំខ្លាំងជាងកូនដទៃដោយសារខ្ញុំជួបការលំបាកច្រើនគាត់បារម្ភពីខ្ញុំវាជាការឈឺចាប់របស់ខ្ញុំមួយជីវិតដែលខ្ញុំមិនអាចភ្លេចបានបងប្អូនគាត់ឪពុករបស់ខ្ញុំគាត់ផុតដង្ហើមភ្លាមថាជីបចោគាត់លែងដើរអស់ហើយគាត់ចាប់ឡើងប្រែពណ៌ហើយប្រែសម្បុរហើយលើកគាត់មកដាក់ផ្ងាហើយកលចកាគាត់កុំឲ្យគាត់ចំហមាត់អីចឹងរៀបចំថ្មិចដាក់ដៃដាក់អីគាត់ឲ្យស្រួលតែនៅតែកាន់ដៃគាត់
ហើយរូបថតចុងក្រោយដែលខ្ញុំថតជាមួយគាត់ណាគឺជារូបថតដែលខ្ញុំថើបសាកសពរបស់គាត់ខ្ញុំថើបថ្ងាសបងប្អូនដោយពាក្យគេថាអញ្ចឹងការថើបអត្តន័យខុសគ្នាថើបត្រង់ចំណុចណាតែខ្ញុំអត់ដឹងថាខ្លួនឯងហ្នឹងទៅថើបថ្ងាសរបស់គាត់ទេនេះវាខ្ញុំដោយសារអីខ្ញុំអាណិតខ្លាំងមែនតើដែលមិនអាចជួយបានខ្ញុំថើបថ្ងាសគាត់ហើយក៏ខ្ញុំថតខ្លួនឯងមិនមែនថតហ្នឹងថាដើម្បីថាអូយករូបនឹងមកផុសដើម្បីគេថាអូស្រឡាញ់ឪពុកណាពេលពុកស្លាប់ថតថាអត់ទេបងប្អូនខ្ញុំនឹកឃើញថាវាគឺជាពេលវេលាចុងក្រោយដែលខ្ញុំមានរូបថតជាមួយគាត់សោកស្ដាយណាស់សោកស្ដាយខ្លាំងមែនតើតែម្ដងហើយបងប្អូនពេលដែលឪពុកខ្ញុំចែកឋានទៅខ្ញុំឈឺដល់ថ្នាក់ពេទ្យលែងមើលខ្ញុំបងប្អូនគឺខ្ញុំបាក់ទឹកចិត្តគេថាបញ្ហាផ្លូវចិត្តអូយខ្ញុំធ្ងន់ធ្ងរខ្លាំងមែនតើម្ដងដល់ថ្នាក់ពេទ្យលែងមើលទៅណាពេទ្យរស់ស៊ីពេទ្យផ្លូវចិត្តក៏លែងមើលដាក់ថ្នាំអត់ត្រូវទៅពេទ្យណាក៏លែងមើលដាក់ថ្នាំអត់ត្រូវហើយឈឺក្បាលបងប្អូនឈឺក្បាលដល់ថ្នាក់ថាបកាច់តែប្តីហើយនឹងកូនបានប្តីនឹងកូននៅចិត្តហើយកាលនោះខ្ញុំនៅផ្ទះជួលនៅភ្នំពេញពេលគាត់ស្លាប់បាន5-10នាទីបងប្អូនខ្ញុំធ្លាក់ឈាមខ្ញុំបានលូតកូនជួយចំពេលតែមួយបងប្អូនគិតមើលផ្លូវចិត្តខ្ញុំវាទៅជាយ៉ាងណាបងប្អូនថាផ្លូវចិត្តខ្ញុំខ្លាំងមែនតើតែម្ដងដល់ថ្នាក់ឈឺពេទ្យលែងមើលបាក់ទឹកចិត្តស្គមរីងរៃទាស់កូនលូតកូនហើយយើងញ៉ាំបានដេកបានពិបាកចិត្តទៀតឡើងពងខ្លោចតាមស្បែកពេញខ្លួនពងប៉ិនកូនដៃខ្លោចស្បែកយកមកបងប្អូនពេទ្យក៏លែងមើលពេលហ្នឹងក៏ឈឺក្បាលពេកលេបថ្នាំក៏អត់បាត់ដាក់ថ្នាំឡើង3-4 គ្រាប់អត់បាត់ទៀតក៏ដីរបស់ខ្ញុំគាត់នឹកឃើញថាគាត់ធ្លាប់ឈឺក្បាលមីងគាត់ធ្លាប់ឈឺក្បាលហើយយកកម្មាចងរឹបក្បាលអញ្ចឹងគាត់ក៏សាក់លបងប្អូនណាដីខ្ញុំនិងកូនខ្ញុំច្បាច់ដៃច្បាច់ជើងឲ្យហើយគាត់យកកម្មាចងគាត់រឹបគាត់ថាគាត់រឹបឡើងមកទំហឹងគាត់ចង់បែកក្បាលហើយយើងនៅតែឈឺទៀតគាត់អស់សង្ឃឹមគាត់លែងរវល់មួយយើងគាត់ទៅអង្គុយផ្អែកមាត់ទ្វារបដ ដោយថាគាត់អស់សង្ឃឹមមិនដឹងថាជួយរបៀបម៉េចពេទ្យក៏លែងមើលហើយអាចឈឺក្បាលហ្នឹងរឹបគាត់ចងកម្មារឹបឡើងអស់ពីកម្លាំងដៃរបស់គាត់ចង់បែកចង់ផ្ទុះក្បាលហើយក៏យើងនៅតែឈឺដល់ពេលអញ្ចឹងគាត់អស់សង្ឃឹមគាត់ហើយកូនខ្ញុំប្រាប់ថាចេះម៉ែអើយម៉ាក់ឯងខំមើលខ្លួនឲ្យជាទៅខ្ញុំមានខ្ញុំនៅមានខ្ញុំអ្នកណាត្រូវការម៉ាក់ឯងក៏មានខ្ញុំត្រូវការម៉ាក់ឯងបងប្អូនវាជាការគេថាការលើកទឹកចិត្តគឺសំខាន់ណាស់ឲ្យខ្ញុំទៅនៅជាមួយអ្នកណាតាស្លាប់បាត់ហើយឮពាក្យហ្នឹងបងប្អូនតស៊ូព្យាយាមងើបតរួចហើយបងប្អូនស្មាទោះអាចជំងឺពាក់ព័ន្ធនឹងខួរក្បាលពាក់ព័ន្ធនឹងផ្លូវចិត្តនេះចង់ក្អួតណាបងប្អូនមិនមែនក្អួតដូចអ្នកក្អួតស្វឹងស្រាឬក៏អ្នកពុលឡានពុលអីធម្មតាបងប្អូនគ្រាន់តែងាកភ្នែកងាកខ្លួនបន្តិចងាកភ្នែកបន្តិចគឺក្អួតមិនមែនថាយើងទប់ជាប់ទេណាបងប្អូនគឺបាញ់ធ្លោប្រឡាក់ពេញជាងហ្មងគឺផ្លូវចិត្តខ្លាំងមែនតែម្ដងបងប្អូនខ្ញុំក្អួតបាញ់ធ្លោពេញជាងទប់ចោះអត់ជាប់ទៅយើងចង់ឲ្យនៅចិត្តនឹងក្អួតចិត្តតែបន្ទប់ទឹកក៏យើងអត់កើតគឺត្រូវតែបាញ់គឺដូចថាពីក្នុងខ្លួនរបស់យើងមកបាញ់ធ្លោចេញមកប៉ុន្តែយើងព្យាយាមណាឃើញថាមានកូនមួយទៀតព្យាយាមទប់ចិត្តទប់អារម្មណ៍ខ្លួនឯងបងប្អូនធ្វើចិត្តបានខ្ញុំធ្វើចិត្តបានខ្ញុំកែប្រែខ្លួនឯងពីជំងឺបាក់ទឹកចិត្តដល់ថ្នាក់ពេទ្យលែងមើលឲ្យចេញខ្លោចពេញខ្លួនណាខ្ញុំកែប្រែខ្លួនឯងបានរហូតខ្ញុំជាបាជាហើយ
làm to của nhóm tinh làm to giờ mà hộp chìa nên nhóm chìa phần tay biết ôn đi nên chúng thưa làng nó mới trong tìm mũi trong số bông ôn tha tá bông ôn đại nơi chật nhẹ slap á tá nè sạch nhiệt bông ôn đại quạt môn nó chạy thanแต่គាត់មានឃើញថាមានអ្នកនេះអ្នកនោះមកយកគាត់អត់មានអត់នឹងខ្ញុំអានឹងចង់សួរទី1ទី2នឹងខ្ញុំចង់ផ្ដាំទៅបងប្អូនដែលមានឪពុកម្ដាយនៅរស់គួរតែស្រឡាញ់គួរតែមើលថែគួរតែគោរពប្រតិបត្តិគាត់គ្រប់គង់បាយទឹកជូនគាត់កុំមើលងាយគាត់កុំធ្វើឲ្យគាត់ពិបាកចិត្តបងប្អូនខ្ញុំមិនដែលធ្វើពុកខ្ញុំពិបាកចិត្តទេទាំងការនិយាយស្ដីទាំងកាយវិការទាំងទង្វើរបស់ខ្ញុំគឺខ្ញុំព្យាយាមធ្វើម៉េចឲ្យគាត់សប្បាយចិត្តតាំងពីក្មេងមកគាត់អត់បាត់បបាក់បដៅខ្ញុំច្រើនទេចង់និយាយថាខ្ញុំលះបង់ជាមួយឪពុកខ្ញុំឡើងអស់ពីកាយអស់ពីចិត្តណាបងប្អូនប៉ុន្តែមុនពេលដែលគាត់ចែកឋានទៅខ្ញុំនៅតែសោកស្ដាយខ្ញុំនៅតែរីងរៃឈឺចង់ស្លាប់ចង់រស់ខ្លួនឯងហើយខ្ញុំឆ្ងល់ថាបងប្អូនធ្វើបាបឪពុកម្ដាយបើសិនជាអត់ពីគាត់ទៅតើបងប្អូនមានអារម្មណ៍បែបណាសោកស្ដាយអត់តែខ្ញុំមិនដែលធ្វើអីខុសជាមួយគាត់ខ្ញុំស្ដាយរហូតដល់រាល់ថ្ងៃខ្ញុំនៅតែទឹកភ្នែកនឹកឃើញគាត់រាល់ថ្ងៃហើយគាត់ចែកឋានជិត10ឆ្នាំតែខ្ញុំនៅតែទឹកភ្នែករាល់ថ្ងៃនឹកឃើញគាត់តែសម្រាប់បងប្អូនដែលមើលងាយឪពុកម្ដាយដែលធ្វើឲ្យឪពុកម្ដាយពិបាកចិត្តតែគាត់សោកស្ដាយប៉ុណ្ណាអានេះខ្ញុំនឹកឃើញអញ្ចឹងតែខ្ញុំសោកស្ដាយប៉ុណ្្នឹងហើយគឺខ្ញុំបារម្ភគាត់អស់អាលីងហើយគាត់ថាពេទ្យវៀតណាមតែមួយគត់ដែលខ្ញុំអត់បានទៅមើលគាត់ក្រៅពីនឹងពេទ្យនៅក្នុងពេញគឺខ្ញុំសុខចិត្តឲ្យគេបញ្ឈប់ខ្ញុំពីការងារគឺខ្ញុំទៅមើលគាត់ហើយសុំច្បាប់គេមិនបានក៏ខ្ញុំត្រូវតែទៅដែរខ្ញុំពេលឪពុកខ្ញុំនៅរស់ឲ្យគាត់ឈឺនោះខ្ញុំដូរកន្លែងការងារមិនក្រោម20កន្លែងទេគេបញ្ឈប់សុំច្បាប់គេច្រើនថ្ងៃពេកអត់បានសុំគេឈប់ខ្លួនឯងចឹងបងប្អូនដែលមានឪពុកម្ដាយកុំធ្វើបាបចិត្តគាត់គោរពស្រឡាញ់គាត់ឲ្យបានច្រើនកុំឲ្យសោកស្ដាយកុំឲ្យមានវិបដិសារីចឹងវីដេអូនឹងមានតែប៉ុណ្្នឹងទេបងប្អូននិយាយទៀតនឹងកាំងបេះដូងគាត់ម្ល៉េះហើយអរគុណជម្រាបលា